បន្ទាប់ពីការចាំអស់មកសបកមកនាគភ្លើងមកខ្ញុំក៏វាចិត្តធំដែរអ្នកគ្នាហើយជឿពេលកំពុងតែចាំនឹងខ្ញុំក៏បានទៅឆ្លៀតធ្វើអយចាហើយដែរដោយសារខ្ញុំចង់ថែមជាមួយនឹង finish ជាខ្លាំងហើយសម្រាប់ finish នឹងដែរវាចេញតែពេលថ្ងៃពណ៌ក្រហមទេហើយអយចានឹងខ្ញុំក៏ធ្វើវាហើយទៅសំណុកពេល finish វា spawn មកខ្ញុំមានស្រាប់អញ្ចឹងវាស្រួលបន្ទាប់ពីខ្ញុំធ្វើអយចាអយអីហើយខ្ញុំក៏មើលនាគរបស់ខ្ញុំហើយក៏វាធំដែរអញ្ចឹងខ្ញុំក៏បានជិះវាដើម្បីទៅអូស level តិចតួចហើយសម្រាប់នាគភ្លើងនេះដែរវាខំទៅស៊ីបាន170អីដែរបើខំអាវាយថ្មនោះវាកំពុងតែមូលស្នូកចង់វាយវាអត់សូវឈឺទេហើយសម្រាប់ការព្រោះភ្លើងដែរគឺស៊ីបាន50ដែរអ្នកគ្នាអញ្ចឹងវាអាចថាវារៀងខ្លាំងល្មមដែរបន្ទាប់ពីការអូស level អស់មកសបកមកនាគរបស់ខ្ញុំក៏បានឡើង level ហើយខ្ញុំក៏បាន up level ខ្លះទៅខ្ញុំ up ភាគច្រើនទៅលើឈាម the max stamina អីហ្នឹងបន្ទាប់ពីការ up level រួចរាល់អស់ហើយខ្ញុំក៏បានមកវាយជាមួយនឹងអា dead worm មួយទៀតហើយអា dead worm នេះដែរពណ៌ស្អាតមែនតើអ្នកគ្នាតែ the max វាhìnhឈឺដែរវាល្មមតែខ្ញុំប្រហែលជាទប់ជាប់ទេបើខ្ញុំខំវាមិនឈឺផងវាយបានបន្តិចបន្ទាប់ពីដឹងថាខ្លួនឯងទប់អត់ជាប់ហើយខ្ញុំក៏បានហោះយកឈាមតិចសិនហើយបន្ទាប់ពីឡើងឈាមបានបន្តិចហើយខ្ញុំក៏បានមកវាយវាម្ដងទៀតហើយម្ដងនេះប្រហែលជាវាយមិនឈ្នះវាទេព្រោះអីវាវាយយូរទៅឈឺទៅអ្នកគ្នានិយាយទៅឲ្យតែខ្ញុំវាយមួយអាសត្វនឹងលើកណាឈាមខ្ញុំមិនដែលនៅសល់ច្រើនមិនសល់បំ 30% 10% បន្ទាប់ពីខ្ញុំដឹងថាវាយអត់ឈ្នះវាហើយខ្ញុំក៏បានហោះមកផ្ទះវិញគ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំក៏មានកំណត់មួយទៀតគឺចង់ទៅរកពងនាគបន្ថែមម្ដងនេះគឺខ្ញុំចង់រកពងនាគបន្ទះម្ដងអញ្ចឹងបន្ទាប់ពីមានកំណត់ហើយខ្ញុំក៏អត់មានគិតអីច្រើនទេសារសម្ភារៈហ្នឹងនៅក្នុងខ្លួនយើងស្រាប់អញ្ចឹងយើងហោះទៅរកវាតែម្ដងបន្ទាប់ពីខ្ញុំហោះអស់មកសបកមកខ្ញុំក៏បានឃើញនាគពីរក្បាលនឹងទៀតហើយវានៅតែហោះនៅហ្នឹងវាទៅណាសោះហ្មងតែខ្ញុំក៏ខ្ជិលខ្វល់មួយវាដែរគឺគោលដៅរបស់យើងគឺត្រូវរកពងនាគអញ្ចឹងខ្ញុំក៏បានហោះទៅរកពងនាគហ្មងទៅបន្ទាប់ពីខ្ញុំហោះរកបានបន្តិចមកខ្ញុំក៏បានឃើញពងនាគ poison មួយទៀតហើយសបោមែនតើណាពងនឹងខ្ញុំរកនិយាយទៅអត់ហត់រកគ្រាន់តែហោះចោលក៏ឃើញហើយបើអ្នកគ្នាណាស្គាល់ map នឹងច្បាស់ហើយដឹងពងនាគផ្ទះហ្នឹងនៅកន្លែងណាជួយប្រាប់ខ្ញុំផងហើយមកដល់កន្លែងនេះបន្ទាប់ពីការឈ្លានពានគេអស់មកសបោមកទីបំផុតគេក៏បានដេញខំយើងវិញហើយប៉ុន្តែតាមពិតទៅគឺជាល្បិចរបស់ខ្ញុំទេខ្ញុំបញ្ឆោតឲ្យមកពីឆ្ងាយពីវងហើយខ្ញុំក៏បានសម្រាប់ចោលហ្មងទៅបន្ទាប់ពីវាយអានាគនោះងាប់ហើយខ្ញុំក៏បានមកយកពង poison នេះមួយដែរគ្រាន់តែខ្ញុំយកឲ្យភ្លាមរហោះចេញនាគភ្លើងនេះអីមកព្រោះភ្លើងពេញហ្នឹងអ្នកគ្នាតែនាគអត់ទាំងអស់ហ្នឹងគ្មានសមត្ថភាពហោះទាន់ខ្ញុំទេខ្ញុំហោះលឿនជាងបន្ទាប់ពីខ្ញុំកិច្ចពីអស់នោះហើយខ្ញុំក៏បានមកយកពងនាគភ្លើងមួយទៀតផងដែរហើយនាគនេះដែរមាន level ត្រឹមតែ15ទេចឹងខ្ញុំចេះយកសិនទៅយកនេះមិនយកទុកប្រើកាយទេគ្រាន់តែយកឲ្យវា spawn ថ្មីមកកុំឲ្យវានៅដែលពេកហើយខ្ញុំយកពងហើយមានអានាគ poison មួយវាក៏បានដេញមកខ្ញុំក៏ទៅចិត្តពេកខ្ញុំក៏បានទៅសម្រាប់វាចោលហ្មងទៅខ្ញុំយកពងនាគភ្លើងសោះវាក៏មកខាំខ្ញុំចឹងខ្ញុំក៏បានខាំវាហ្មងទៅមិនមែនពងវាផងធ្វើអីណាចេះដឹងបន្ទាប់ពីខ្ញុំរកពងនាគផ្ទះអត់ឃើញហើយខ្ញុំក៏បានហោះទៅផ្ទះវិញទៅខ្ញុំមិនដឹងថានៅទៅស្អីទេព្រោះខ្ញុំរកគ្រប់អស់ហើយអត់មានពងនាគផ្ទះឲ្យតែមួយអត់ភាគច្រើនមានតែពង poison នាគភ្លើងហើយ level ទួយទៀតអ្នកគ្នាអត់អាចយកទៅប្រើការបានទេហើយនេះគឺជាពងដែលខ្ញុំប្រមូលបានគឺបាន3គ្រាប់ហ្នឹងនាគ poison 2និងនាគភ្លើង1ហើយ level វាទួយទេបន្ទាប់ពីការហោះអស់មកសបកមកខ្ញុំក៏បានមកដល់ផ្ទះហើយខ្ញុំក៏បានយកពងនាគនេះមកញ៉ាំលេងផងដែរព្រោះអីមិនដឹងយកវាទៅធ្វើស្អីផងបន្ទាប់ពីស៊ីពងនាគឆ្អែតឆ្អន់ហើយខ្ញុំក៏បានមានគំនិតមួយទៀតគឺចង់ទៅថែម T-Rex ព្រោះខ្ញុំមិនដែលបានឃើញ T-Rex នៅ map នេះទេឃើញកាល early ម្ដងតែឥឡូវលែងបានឃើញរហូតព្រោះខ្ញុំនៅតំបន់នេះប្រហែលជាអត់មាន T-Rex យ៉ាងខ្ញុំហោះបានបន្តិចខ្ញុំក៏បានឃើញយ៉ាទីនេះមួយខ្ញុំក៏បានឆ្លោះមើល level វាលេងសិនទៅតែពេលឆ្លោះទៅអ្នកគ្នា level 145អញ្ចឹងនេះគឺជាគោលដៅរបស់ខ្ញុំហើយគោលដៅទី2ពេលយើងថែម T-Rex ហើយចាំយើងមកថែមអានឹងជាក្រោយបន្ទាប់ពីខ្ញុំហោះអស់មកសបកមកខ្ញុំក៏បានឃើញ note ហើយខ្ញុំក៏បានជន់វាទៅព្រោះអីអានឹងយើងជន់ទៅឡើង level ខ្ញុំសូមប្រាប់តិចបើអ្នកគ្នាណាតែចេះលេងអាក់អីពេលយើងចង់បាន level អីយើងជន់តែហឹបនឹងទៅបានហើយបើយើងយកខ្លួនយើងជន់យើងបាន level យើងបើយើងយកសัตว์ជន់នឹងយើងបាន level សัตว์ហើយគ្រាន់តែខ្ញុំហោះទៅមុខបានបន្តិចទៀតខ្ញុំក៏បានឃើញនាគវាយវិនមួយទៀតហើយខ្ញុំមិនដឹងថាអានាគនេះវាមកពីណាបែកវងមកពីណាអ្នកគ្នាសោកវាមិនដល់ហ្នឹងអញ្ចឹងខ្ញុំឃើញវាខ្ញុំក៏បានទៅចិត្តការវាចោលហ្មងទៅខ្ញុំខ្ជិលទុកវានៅញ៉ៃញ៉ៃណាមួយយើងត្រូវការអូ level នាគរបស់យើងឲ្យវាបាន level ធំហ្មង
បន្ទាប់ពីខ្ញុំវាយអានេះនឹងងាប់ហើយនេះគឺជា level ដែលខ្ញុំទទួលបានណាមួយវាបានណា level up នោះផងហើយ level យើងជន់ហឹបនោះផងហើយវាយនេះនឹងទៀតវាបាន level យើងច្រើនហើយអ្នកគ្នាខ្ញុំរកសត្វ T-Rex នេះខ្ញុំរកអត់ឃើញមែនតើអ្នកគ្នាមានអារម្មណ៍ថាអាក់ហ្នឹងឲ្យតែពេលខ្ញុំចង់រកអីវាដែលឲ្យខ្ញុំឃើញស្រួលមកអីពេលសត្វណាដែលខ្ញុំអត់ចង់រកហ្នឹងហោះទៅឃើញអញ្ចឹងបន្ទាប់ពីខ្ញុំហោះរក T-Rex អត់ឃើញគោលដៅទី2របស់យើងគឺមកថេមយ៉ាទីអញ្ចឹងខ្ញុំក៏បានហោះមកកន្លែងយ៉ាទីនេះដែរខ្ញុំហោះបានបន្តិចទៀតមកខ្ញុំក៏បានឃើញវាអ្នកគ្នាឲ្យកូនចៅវាឡើងមកកណោអញ្ចឹងបន្ទាប់ពីឃើញវាហើយខ្ញុំក៏បានរកកន្លែងធ្វើអន្ទាក់ខ្ញុំក៏បានហោះទៅលើកន្លែងលើទៅវាមានដីស្មើស្រួលបិឆោតវាហោះរកបានបន្តិចខ្ញុំគិតថាកន្លែងនេះវាស្មើអញ្ចឹងខ្ញុំក៏បានយក foundation ទៅដាក់កន្លែងហ្នឹងបន្ទាប់ពីការធ្វើអស់មកសបកមកតែរបស់ខ្ញុំគឺធ្វើបានប៉ុណ្ណឹងហើយអ្នកគ្នាប៉ុន្តែខ្ញុំជាប់កាំងមួយគឺខ្ញុំដាក់សដាតទៀតអត់កើតទេអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងខ្ញុំក៏បានសាកយក foundation ដើម្បីដាក់ខាងនោះហើយខ្ញុំក៏ដាក់ទៅគឺវាដាក់បានអ្នកគ្នាហ្គេមនេះល្បិចមកចឹងបន្ទាប់ពីខ្ញុំធ្វើអន្ទាក់ឲ្យអស់ហើយខ្ញុំក៏ត្រូវទៅបិឆោតយ៉ាទីហ្នឹងមកឲ្យចូលអន្ទាក់ហ្នឹងឯងប៉ុន្តែមុននឹងទៅខ្ញុំក៏ឲ្យអ្នកគ្នាមើលទេសភាពតិចទៅអ្នកគ្នាពេលថ្ងៃចាំងមកនិយាយពីថាស្អាតដល់កហ្មងអ្នកគ្នានេះទូរស័ព្ទខ្ញុំបើកុំព្យូទ័រទៀតដឹងមើលទៅឃើញយ៉ាងណាទេអ្នកគ្នាវាលក្ខណៈថា graphic ទៅមើលទៅស្អាតហ្មងហើយនេះទូរស័ព្ទខ្ញុំឃើញប៉ុណ្ណឹងឯងមកតែកុំព្យូទ័រទៀតបាញ់និយាយខ្ញុំរវល់មើលថ្ងៃលិចយូរពេកមេក៏យប់មកហើយខ្ញុំមកបិឆោតនេះងឹតវគ្គមើលចង់ងាប់ឯងហើយអ្នកគ្នាមកដល់កន្លែងនេះអាសត្វយ៉ាទីនឹងវាស្រែកដាក់ខ្ញុំច្រើនដងពេកធ្វើឲ្យខ្ញុំជាប់ cooldown ឡង90 second អ្នកគ្នា skill វាប៉ុន្តែសំណាងដែរសារសត្វនេះរបស់ខ្ញុំវាធំមកអញ្ចឹងវាអត់វែងដូចកាលមេអំបៅកាលខ្ញុំទៅចាំត្រីនោះទេហើយកន្លែងនេះវាស្រែកហើយវាដើរចូលហើយវាគិតថាវាសុំចុះចាញ់វាខ្ជិលអញ្ចឹងបន្ទាប់ពីវាចូលហើយខ្ញុំចាំកាលទៀតខ្ញុំក៏បានចុះទៅបាញ់វាទៅបន្ទាប់ពីខ្ញុំបាញ់វាអស់ប្រហែល50គ្រាប់មកវាក៏បានស្លាប់ហើយអ្នកគ្នាកន្លែងនេះវាងឹតអញញ៉ៃមែនតើខ្ញុំបាក់មើលខ្លួនឯងដែរអញ្ចឹងបន្ទាប់ពីវាស្លាប់ហើយខ្ញុំក៏បានយកសាច់ដាក់ឲ្យវាស៊ីហើយខ្ញុំក៏បានរងចាំវានៅនឹងទៅហើយបន្ទាប់ពីចាំវាអស់មកសបកមកវាក៏បានភ្ញាក់អីហើយចឹងខ្ញុំក៏បានចាប់វាចូលក្នុង crowd pot របស់ខ្ញុំហើយអ្នកគ្នាខ្ញុំសុំនិយាយរឿងឈ្មោះវាបន្តិចឈ្មោះខ្ញុំមិនដែលបានដាក់ទេអ្នកគ្នាព្រោះខ្ញុំមិនបានរនឹកឈ្មោះដាក់មែនតើចឹងបន្ទាប់ពីបានវាហើយខ្ញុំក៏បានយកវាទៅផ្ទះទៅព្រោះខ្ជិលនៅយូរណាវាងឹតញ៉ៃមែនតើហោះបានបន្តិចខ្ញុំក៏បានមកដល់ផ្ទះខ្ញុំក៏បានដកសัตว์របស់ខ្ញុំចេញដែរបន្ទាប់ពីហ្នឹងមកខ្ញុំក៏មានគំនិតថាផ្ទះរបស់ខ្ញុំពេលយប់ទៅវាងឹតខ្លាំងហើយពេលនេះក៏វាភ្លឺដែរចឹងខ្ញុំក៏បានធ្វើអាទូប៊ីនវ៉ាញ់ដើម្បីដាក់ឲ្យវាភ្លឺពេលយប់ព្រោះអីអាហ្នឹងវាហត់ប្រើសាំងអត់ហត់ប្រើអីទេវាគ្រាន់តែវិលទៅវាផ្ដល់អគ្គិសនីឲ្យយើងអីចឹងវាស្រួលហើយកន្លែងនេះពេលខ្ញុំដាក់ទៅខ្ញុំមាននឹងវាវិលទៅនឹងណាដល់ពេលខ្ញុំមើលទៅគឺវាវិលប្រច្រាំងហើយដកវាលេងការ៉ីដកតកំតិចវាចោលចឹងមានតែដាក់វាចឹងទៅធ្វើម៉េចទេបើច្រឡំអី